សួស្តីអ្នកទាំងអស់គ្នាប្រហែលជាខានឃើញខ្ញុំចេញវីដេអូបែបចឹងយូរហើយថ្ងៃហ្នឹងដែរគឺខ្ញុំតនេឲ្យមានពេលវេលាល្អគឺខ្ញុំបានទៅកន្លែងមួយនៅជិតសំសល់ដើម្បីទៅរៀបចំផ្កាក៏ដូចជាជ្រើសរើសផ្កាខ្លួនឯងហើយយើងយកវាមករៀបចំដោយខ្លួនឯងហើយកន្លែងផ្កាគាត់នឹងគឺសុទ្ធតែជាផ្កាដែលស្រស់ហើយស្អាតមែនតើអ្នកទាំងអស់គ្នាហើយសំខាន់ពេលដែលខ្ញុំទៅហ្នឹងគឺស្ងប់ស្ងាត់ល្អមែនតើគឺមានតែខ្ញុំម្នាក់ឯងហើយជាមួយនឹងបងម្ចាស់ហាងឯងហើយបងម្ចាស់ហាងគាត់និយាយទៅគឺគាត់ចិត្តល្អហើយគាត់ friendly មែនតើឡើងខ្ញុំទៅលើកដំបូងឯងប៉ុន្តែខ្ញុំមានអារម្មណ៍ថាដូចស្គាល់គាត់ចឹងណាហើយគាត់ធ្វើឲ្យខ្ញុំមានអារម្មណ៍ថាដូចខ្ញុំនឹងធ្លាប់ស្គាល់គាត់ពីមុនចឹងតាមពិតទៅខ្ញុំទៅនេះក៏លើកទី1ដែរហើយសម្រាប់ផ្ការបស់គាត់វិញក៏គាត់មានដាក់តម្លៃនៅតាមកន្លែងថូផ្កានីមួយៗហ្នឹងដែរនិយាយទៅគឺឃើញមានផ្កាច្រើនមែនតើអ្នកនរគ្នាហើយគាត់ប្រាប់ខ្ញុំដូចជាថ្ងៃសៅរ៍និងថ្ងៃអាទិត្យគាត់មានជា buffet ផ្កាមើលតែទឹកមុខខ្ញុំទៅក៏ដឹងដែរថាខ្ញុំសប្បាយចិត្តប៉ុណ្ណាហើយកន្លែងគាត់ដាក់ភ្លេងមកគឺត្រូវជាមួយនឹងបរិយាកាសថ្ងៃហ្នឹងហ្មងគឺភ្លៀងរហូតហើយខ្ញុំនៅកន្លែងគាត់ហ្នឹងឡើងយូរដែរហើយថ្ងៃហ្នឹងដែរគឺខ្ញុំយកផ្កាកលាពណ៌កាឈូកនេះហើយនឹងយកផ្កាលីលីនេះដោយសារតែផ្កាលីលីហ្នឹងគឺក្លិនក្អូបហ្មងក្លិនឡើងឈ្ងុយអញ្ចឹងតែខ្ញុំចូលចិត្តផ្កាលីលីហ្នឹងខ្ញុំយកផ្កាលីលីហ្នឹងតាមម៉ាតូឯងប៉ុន្តែម៉ាតូវាហ្នឹងគឺមាន2ផ្កាបន្ទាប់មកទៀតខ្ញុំក៏មករៀបចំដើម្បីយើងដេកផ្កាហ្នឹងឲ្យស្អាតហើយដូចលក្ខណៈយើងខ្ចប់ដែរអញ្ចឹងណាហើយខ្ញុំអត់សំណាយកន្លែងនេះមួយជាកន្លែងហ្នឹងខ្ញុំរកគាត់អត់ឃើញហើយគាត់នៅចិត្តខ្ញុំហើយនេះអ្នកនរគ្នាខ្ញុំក៏ចាប់ដើមរៀបចំហើយប៉ុន្តែខ្ញុំអត់ដែររៀបចំផ្កាអញ្ចឹងពីមុនហើយខ្ញុំក៏មិនសើជាពូកែក្នុងការដែលតុបតែងអីដែរអ្នកនរគ្នាខ្ញុំធ្វើបានទៅតាមអ្វីដែលខ្ញុំអាចធ្វើបានអញ្ចឹងហើយណាមួយខ្ញុំចង់សម្រាកពីភាពស្មុគស្មាញមួយចំនួនយើងមករៀបចំផ្កាអញ្ចឹងណាសម្រាប់ខ្ញុំមានអារម្មណ៍ថាវាប្លែកម្យ៉ាងអ្នកនរគ្នាសារយើងអាចដែរធ្វើពីមុនហើយមានអារម្មណ៍ល្អធ្វើយើងផ្ចង់ជាមួយនឹងផ្កាហ្នឹងហ្មងហើយបើអ្នកនរគ្នាចង់សាកល្បងទៅអីអាចទៅបានអ្នកនរគ្នាគាត់បើកតាំងពីថ្ងៃច័ន្ទរហូតដល់ថ្ងៃអាទិត្យហ្មងហើយគាត់បើកចាប់ពីម៉ោង9ទៅហើយគាត់ក៏មានដាក់ជា postcard ឲ្យយើងទៅសេដែរហើយនេះខ្ញុំបានធ្វើហើយខ្ញុំក៏បានទៅសេ postcard មួយឲ្យខ្លួនឯងដែរប៉ុន្តែមើលផ្កាខ្ញុំអ្នកនរគ្នាឲ្យមើល result ហើយចាំជួយដាក់បន្ទុកឲ្យខ្ញុំផងហើយកន្លែងគាត់ក៏ស្ពូកន្លែងថតរូបដែរហើយបើសិនជាអ្នកនរគ្នាចង់ដឹងទីតាំងអីខ្ញុំនឹងដាក់ទីតាំងគាត់នៅខាងក្រោមបាយបាយ